បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំវិជ្ជបណ្ឌិតមកវណ្ណៈសូមធ្វើការចែករំលែកចំណេះដឹងទាក់ទងទៅនឹងសុខភាពផ្លូវភេទបុរសដែលមានប្រធានបទគឺនិយាយអំពីថាតើបុរសមានបញ្ហាអ្វីខ្លះដែលធ្វើឲ្យមានការលំបាកមានកូនបាទអញ្ចឹងចំពោះបុរសដែលមានបញ្ហាលំបាកមានកូនឬក៏អត់កូនតែម្ដងគឺទាក់ទងទៅនឹងទី1អាចតាក់ទងរឿងបែបផែនជីវិតនៃការរស់នៅដូចជាគាត់នឹងចូលចិត្តញ៉ាំស្រាប៊ីយ៉ាច្រើនឬក៏ទឹកត្នោតជូនក៏អាចរាប់ថាជាគ្រឿងស្រវឹងបានដែរបារីឬក៏គ្រឿងញៀនជាដើមពីព្រោះកាលណាការញ៉ាំរបស់ទាំងនេះអាចធ្វើឲ្យកម្លាំងហែរបស់មេជីវិតឈ្មោះចុះខ្សោយដែលមិនអាចលំបាកក្នុងការមានកូនហើយមួយទៀតតកតងទៅនឹងការមុខរបររបស់គាត់ដែលត្រូវក្តៅខ្លាំងឬក៏គាត់ចូលចិត្តនិយមស្លៀកពាក់ស្លៀកខោរឹបខ្លាំងក៏អាចលំបាកមានកូនដែរបាទទី2អាចបណ្ដាលមកពីគាត់មុខរបរគាត់ក្នុងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតបាទក៏អាចប៉ះពាល់ដល់គុណភាពនៃមេជីវិតឈ្មោះដែរហើយទី3គឺអាចបណ្ដាលមកពីគាត់ធាត់ពេកកណាធាត់ពេកអាចកម្លាំងគុណភាពនៃមេជីវិតឈ្មោះអាចថយចុះបាទហើយម្យ៉ាងទៀតគឺតកតងទៅនឹងអរិយាប័ត្រនៃការរួមភេទបាទចំពោះបុរសជួនកាលគាត់អត់ដឹងពីថ្ងៃណាដែលត្រូវរួមភេទទៅឆាប់មានកូនពីព្រោះការដែលថ្ងៃឆាប់មានកូនគឺអាស្រ័យតែត្រូវយល់ដឹងពីរដូវរបស់ស្ត្រីបាទរដូវស្ត្រីគឺថាក្នុងមួយខែគាត់ភ្ជាប់មេជីវិតញីតែម្ដងទេអញ្ចឹងគាត់ត្រូវតែមានចំណេះដឹងតាក់ទងទៅនឹងរឿងរួមភេទថ្ងៃណាឲ្យចំថ្ងៃដែលភ្ជាប់មេជីវិតញីអាហ្នឹងករណីហ្នឹងគឺអាចឆាប់មានកូនបាទហើយមួយទៀតគឺអាចតាក់ទងទៅនឹងគាត់មានជំងឺនៅបញ្ហានៅប្រដាប់ភេទឬក៏ដូចជាមានជំងឺនៅពងស្វាឬក៏ពេញប្រូស្តាតឬក៏ពហុនោមឬក៏នៅលឹងជាដើមក៏អាចជាកត្តាមួយធ្វើឲ្យលំបាកមានកូនដែរដោយសារប៉ះពាល់ទៅនឹងគុណភាពនៃមេជីវិតឈ្មោះបាទហើយមួយទៀតក៏កណាគាត់មានជំងឺកាមរោគហើយគាត់មិនបានព្យាបាលឲ្យបានត្រឹមត្រូវហើយទុកឲ្យជំងឺហ្នឹងជាដោយឯងទុកឲ្យជំងឺហ្នឹងគឺបាត់រោគសញ្ញាដោយឯងដូច្នេះបង្កផលលំបាកមួយធ្វើឲ្យលែងមានកូនឬក៏លំបាកមានកូនបាទហើយមួយទៀតតកតងនឹងគុណភាពមេជីវិតឈ្មោះដូចជាចំនួនមេជីវិតឈ្មោះតែកំហាប់មេជីវិតឈ្មោះតិចឬក៏កម្លាំងហែមេជីវិតឈ្មោះតិចឬក៏រូបរាងមេជីវិតឈ្មោះនឹងមិនធម្មតាជាដើមបាទឬក៏មួយទៀតអាចបណ្ដាលមកពីការបាត់បង់ចំណងផ្លូវភេទថយចុះ